ប្រទេសកម្ពុជារស់ឡើងវិញពីភេទផងកម្ពុជាមិនមែនជាប្រទេសធំឡើងលើសំណាងទេប៉ុន្តែធំឡើងពីភេទផងនៃការបំផ្លាញនេះជារឿងរ៉ាវអំពីជាតិមួយដែលរស់ឡើងវិញបន្ទាប់ពីចិត្តផុតពូជតើអ្នកបានស្ដាប់ពីហ៊ុនសែនមិនយើងនឹងស្គាល់រឿងជាក់ស្ដែងពីរបៀបដែលគាត់បានដឹកនាំប្រទេសនៅពេលប្រទេសកំពុងនៅលើកំពូលនៃសង្គ្រាមតើអ្នកបានស្ដាប់ពីហ៊ុនសែនមិនយើងនឹងស្គាល់រឿងជាក់ស្ដែងពីរបៀបដែលគាត់បានដឹកនាំប្រទេសនៅពេលប្រទេសកំពុងនៅលើកំពូលនៃសង្គ្រាមបទបញ្ជាក់ពីអ្នកប្រយុទ្ធវៀតណាមខ្ញុំបានស្គាល់កម្ពុជាកាលពីពេលកងទ័ពវៀតណាមត្រឡប់ទៅប្រទេសប្រហែលឆ្នាំ1979អាវុធនិងទូកដែកពោពេញលើផ្លូវខ្ញុំបានទស្សនាកម្ពុជាមើលសោភ័ណភាពរបស់ទន្លេមេគង្គផ្ទះគុករបស់ប៉ុល ពតនិងស្នាមសង្គ្រាមឃើញឆ្អឹងនិងក្បាលមនុស្សរាប់សិបគីឡូជាសំណុំដូចភ្នំហ៊ុនសែនគឺជាបុរសម្នាក់ដែលខ្ញុំគោរពនិងគួរឲ្យគាប់ចិត្តគាត់ជាមនុស្សដែលសង្គ្រោះប្រទេសកម្ពុជាពីពេលពូជពលបានសម្លាប់ប្រជាជនស្ទើរតែមិនសល់និងបំផ្លាញដីធ្លីបើគ្មានគាត់ប្រទេសកម្ពុជាថ្ងៃនេះអាចនឹងមិនមានទេចូលព្យាយាមដាក់ខ្លួននៅក្នុងទីតាំងរបស់គាត់សង្គ្រាមប្រជាជនត្រូវបានសម្លាប់ការបដូរចំណីជំរុងជាច្រើនតែក៏នៅរស់ឡើងបានមួយជាសំណាងសម្រាប់ប្រទេសកម្ពុជាតើអ្នកអាចធ្វើបានដូចគាត់ទេតើប្រធានាធិបតីអាមេរិកឬពាណិជ្ជករធំណាមួយអាចធ្វើបានដូចគាត់ទេឥឡូវនេះសូមមើលកម្ពុជាស្រស់ស្អាតនិងអភិវឌ្ឍខ្លាំងជាងពេលណាទាំងអស់គ្មាននរណាអាចធ្វើបានដូចនេះឡើយលើកលែងតែហ៊ុនសែនគាត់បានបូជាជីវិតទាំងមូលដើម្បីប្រជាជនផ្ដល់ជីវិតឡើងវិញដល់ប្រទេសមួយដែលមនុស្សនិងទ្រព្យសម្បត្តិស្ទើរតែមិននៅសល់ខ្ញុំចង់ផ្ញើសារទៅកាន់ជំនាន់ថ្មីសូមយល់ប្រវត្តិសាស្ត្រនិងមើលសេចក្តីពិតដោយត្រង់កុំទទួលព័ត៌មានខុសពីបណ្ដាញសង្គមពាក្យដែលធ្វើឲ្យមានការប្រហែសឬបង្កការភាពវិនាសអាចមានឥទ្ធិពលជ្រៅលើអារម្មណ៍និងការយល់ដឹងរបស់មនុស្សជាច្រើនជំនាន់របបប្រល័យពូជសាសន៍ប៉ុល ពតបានបំលែងកម្ពុជាទៅជាវាលស្លាប់ប្រជាជនខ្មែរត្រូវបានសម្លាប់រាប់លាននាក់បញ្វន់សាសនាវប្បធម៌ត្រូវបានបំផ្លាញពីសកលប្រទេសមួយត្រូវបានបំផ្លាញមិនត្រឹមតែដីធ្លីប៉ុន្តែដល់ព្រលឹងប្រទេសនីមួយតែងតែមានអ្នកស្វែងរកផ្លូវសង្គ្រោះជាតិមិនមែនមនុស្សគ្រប់រូបអាចឆ្លងកាត់ភេទផងបានទេអ្នកដែលរស់រានអ្នកដែលឈ្នះគឺជាអ្នកសរសេរប្រវត្តិសាស្ត្រសម្រាប់ជាតិរបស់ខ្លួនបន្ទាប់ពីការប្រល័យពូជសាសន៍កម្ពុជាមិនចាប់ផ្ដើមពីសូន្យទេប៉ុន្តែចាប់ផ្ដើមពីភេទផងប្រជាជនស្លាប់រាប់លានបាញ់វន់ស្ទើរតែមិននៅសល់គ្មានឧស្សាហកម្មគ្មានមូលដ្ឋានសេដ្ឋកិច្ចគ្មានប្រព័ន្ធគ្រប់គ្រងទំនើបនេះមិនមែនជាការអភិវឌ្ឍធម្មតាប៉ុន្តែជាការស្ដារជាតិពីសភាពចិត្តផុតពូជពីវត្តអារាមបាក់បែកពីដីពោពេញដោយអតីតសង្គ្រាមកម្ពុជាបានស្ដារឡើងវិញយ៉ាងយឺតប៉ុន្តែបន្តបន្ទាប់គម្រោងធំហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មីបានកើតឡើងលើភេទផងនៃអតីតកាលនៅពេលជាតិមួយរស់រានពីភេទផងសំណួរថ្មីក៏កើតឡើងកម្ពុជានឹងឈរនៅទីណាក្នុងតំបន់និងពិភពលោកដែលកំពុងផ្លាស់ប្ដូរបន្តនៅផ្នែកទី3